យប់មួយមាននារីម្នាក់កំពុងតែគេងលក់សុកស្រាប់តែមានស្ដេចពស់មួយដែលលួចស្រឡាញ់នាងជាយូរបានលួចវាឡើងទៅលើគ្រែរបស់នាងនិងគេងជាមួយនាងហើយស្ដេចពស់នោះតែងតែទៅរកនាងជារៀងរាល់យប់មួយខែបានកន្លងផុតទៅនៅពេលដែលតួស្រីកំពុងតែដើរតាមផ្លូវមកពីសាលាវិញនាងក៏ស្រាប់តែមានអារម្មណ៍ថាវិលមុខនឹងដួលសន្លប់បាត់ទៅពេលនោះគ្រួសាររបស់នាងក៏បានប្រញាប់យកនាងមកផ្ទះដើម្បីព្យាបាលពេលដែលនាងដឹងខ្លួនឡើងវិញអ្នកផ្ទះរបស់នាងបានប្រាប់នាងថានាងកំពុងតែមានផ្ទៃពោះពេលដែលនាងលើកបែបនេះហើយនាងមានអារម្មណ៍ថាខូចចិត្តជាខ្លាំងក៏បានរត់ទាំងទឹកភ្នែកចូលទៅក្នុងបន្ទប់បាត់ទៅនាងតែងតែសុបិនឃើញបុរសម្នាក់មកគេងជាមួយនាងថ្ងៃមួយនៅពេលដែលនាងភ្ញាក់ពីសុបិនក៏ស្រាប់តែឃើញចិញ្ចៀនពស់ចម្លែកមួយនៅលើដៃរបស់នាងក៏បានរៀបរាប់ប្រាប់នៅរឿងរ៉ាវទាំងអស់ទៅកាន់លោកយាយរបស់នាងនៅពេលដែលលោកយាយរបស់នាងបានដឹងរឿងរ៉ាវទាំងអស់នោះហើយគាត់ក៏បានសន្មតយ៉ាងច្បាស់លាស់ថាទាំងអស់នេះគឺជាទង្វើរបស់អារក្សភ្នំនេះហើយលោកយាយនិងគ្រួសាររបស់នាងក៏សម្រេចចិត្តជំរុញឲ្យនាងរៀបការជាមួយនឹងអារក្សភ្នំផងដែរកុំភ្លេចណាជួយ follow admin ម្នាក់មួយដែលគ្រាន់តែចុចទៅលើសញ្ញាបូកឲ្យប្រែទៅជាសញ្ញាគ្រីសនិងចុច like ទៅលើសញ្ញាបេះដូងផងដែរអរគុណសម្រាប់ការតាមដានហើយដែលនាងរៀបការក៏បានមកដល់នាងក៏បានឡើងទៅជួបជាមួយនឹងអារក្សភ្នំអារក្សភ្នំគឺជាបរិសុទ្ធដ៏ឃោរឃៅម្នាក់ហើយថែមទាំងមានល្បិចច្រើនទៀតផងហើយគាត់ក៏បង្ខំឲ្យនាងលេបថ្នាំម្យ៉ាង